អ្នកដែលមាន page ពិបាកចិត្តរឿងបាត់ follow អ្នកដែល page តូចបាត់តិច page កាន់តែធំបាត់កាន់តែច្រើនតែអ្វីដែលអ្នកពិបាកចិត្តពិតប្រាកដនោះគឺ Facebook ត្រូវបាន disable ចំពោះបញ្ហាពិតប្រាកដនោះគឺយើងអត់ដឹងថាមកពីមូលហេតុអីទេក៏ប៉ុន្តែឥឡូវនេះគឺមានតែវិធីការពារទេការពាររបៀបម៉េចទី1បងប្អូនត្រូវប្រើឈ្មោះពិតដូចអត្តសញ្ញាណប័ណ្ណអញ្ចឹងនៅក្នុង Facebook វាមានកន្លែងមួយឲ្យយើងអាប់ឡូតអត្តសញ្ញាណប័ណ្ណដើម្បីបញ្ជាក់ថាយើងនឹងគឺពិតជាយើងពិតប្រាកដចំពោះចំណុចទី2រូប profile បងប្អូនដាក់ឲ្យធំមកដាក់ចេញតែមុខនៅនឹងមកហើយជៀសវាងគឺការប្រើរូប AI រូប AI ដែលស្អាតហ្នឹងបងប្អូនកុំឃើញស្អាតកុំតែដាក់អញ្ចឹងព្រោះឯ Facebook វាចាប់ Facebook ត្រូវការតែ account ពិតទេនិយាយទៅមួយទៀតFacebook នេះគឺប្រហែលជាចង់ជំរុះភាសាអញ្ចឹងដើម្បីឲ្យអ្នកប្រើប្រាស់ហ្នឹងបង់លុយហើយចំពោះវិធីការពារដែលល្អបំផុតខ្ញុំគិតថាមួយទៀតគឺយើងប្រើ Meta Verify គូសញ្ញា TQ ហ្នឹងគឺត្រូវបង់លុយដូចជាបើសិនជាយើងបង់តាមកុំព្យូទ័រដូចជា$11ជាងតែបើបង់តាមទូរស័ព្ទដូច$15ហើយបងប្អូនកុំកេងយកអាតម្លៃធូរថ្លៃដូរប្រទេសទៅប្រទេសផ្សេងបង់ត្រឹមតែ$2 $5អីហ្នឹងបងប្អូនកុំធ្វើអញ្ចឹងបើសិនបងប្អូននៅកម្ពុជាបងប្អូនដាក់កម្ពុជាទៅបង់លុយតាមហ្នឹងទៅព្រោះឯអ្នកបង់លុយហ្នឹងព្រោះឯគាត់កាន់ account page គាត់មាន page ធំច្រើនអញ្ចឹងគាត់ត្រូវការបង់លុយទៅហើយអ្នកដែលមាន admin តែមួយអីបងប្អូនឆាប់បញ្ចូល admin ផ្សេងទៅទៀតឲ្យទៅដើម្បីសគួរ kilobyte មួយអីនៅមួយយើងតវ៉ាហើយចំពោះចំណុចពិសេសនៃការយើងបង់លុយហ្នឹងគឺយើងងាយស្រួលមួយទៀតគឺយើងអាចឆាតទៅ support នៅក្នុង Facebook បានគឺយើងអាចតវ៉ាអញ្ចឹងទៅឲ្យគេបញ្ជាក់ថាយើងនឹងជាយើងគេសួរនាំយើងពេលខ្លះគេអាច call មកយើងអញ្ចឹងក៏វាងាយស្រួលដែរយើងអាចងាយបានមកវិញបើសិនជាយើង account ពិតអញ្ចឹងហើយបើសិនជាអ្នកដែលបាត់ហើយបាត់ account ហើយចង់បង្កើតថ្មីអញ្ចឹងបងប្អូនអាចជាត្រូវធ្លាប់ប្រើ Wi-Fi នៅផ្ទះអញ្ចឹងបងប្អូនអាចដាក់ជា 4G ឬមួយពេលខ្លះទៀតអាចជាប់ជាមួយនឹង ID ទូរស័ព្ទទៀតឬក៏បងប្អូនអាចយកទូរស័ព្ទផ្សេងមួយទៀតសិនទៅបង្កើតដាក់ 4G ក្រៅពីកន្លែងយើងឲ្យផ្សេងគ្នាហ្មងអាហ្នឹងបើសម្រាប់អ្នកដែលបាត់ហើយចង់បង្កើតថ្មីហើយជៀសវាងកុំប្រើ email ដដែលលេខទូរស័ព្ទដដែលអញ្ចឹងយើងប្រើផ្សេងគ្នាទៅដូច្នេះថ្ងៃនេះសូមចែករំលែកបងប្អូនប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងធ្វើវីដេអូពេញវិធីការពារឲ្យច្បាស់ដល់បងប្អូនអរគ្នា